ថ្ងៃទី26ខែកញ្ញា2025វេលាម៉ោងចាប់ពី9បាទចាប់ពីម៉ោង9ព្រឹកហ្នឹងរហូតមកដល់ម៉ោង1កន្លះនេះបាទគឺថ្នាក់មូលដ្ឋានរបស់ថៃតាមភូមិឃុំមានការជំនះប្រជាពលរដ្ឋចេញពីតំបន់ភូមិសាស្ត្រនៅជាប់នឹងតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃហ្នឹងបាទគឺមានការជំនះខ្លួនចេញច្រើនមែនទែនបាទគឺថ្នាក់ភូមិឃុំប្រកេហ្នឹងគឺមានការជំនះប្រជាពលរដ្ឋទៅតាមមណ្ឌលភាសាខេត្តប៉ុន្តែដោយសារថាមណ្ឌលភាសាមួយចំនួននៅខាងថៃអត់ទាន់បើកទេឆ្នេះហើយជំរុញឲ្យប្រជាពលរដ្ឋហ្នឹងធ្វើការស្នាក់អាស្រ័យនៅតាមវត្តឬមួយក៏តាមសាលារៀនអីផ្សេងៗបងប្អូនគ្នាហើយព័ត៌មានមួយទៀតដែលខ្ញុំទទួលបានដែរគឺប្រាសាទតាកបីគឺជាគោលដៅទី1ដែលថៃត្រូវការវាយយកបាទប្រាសាទតាកបីតំបន់ប្រាសាទតាកបីមកជួបភ្នំដងរ៉ែតនេះគឺជាគោលដៅទី1ដែលថៃត្រូវតែធ្វើការវាយយកដើម្បីឈរជើងបាទហើយប្រសិនបើការផ្ទុះអាវុធភាសានេះបាទប្រជាពលរដ្ឋរបស់ថៃរងគ្រោះដោយសារសង្គ្រាមភាសានេះគឺថៃនឹងត្រៀមវាយចូលតាមច្រកប៉ោយប៉ែតដូចគ្នាគេបានបញ្ជាក់ហើយគេបានបញ្ជាក់ថាប្រសិនបើប្រជាពលរដ្ឋរបស់ថៃរងគ្រោះដោយសារសង្គ្រាមភាសានេះគឺគេនឹងវាយចូលច្រកប៉ោយប៉ែតកំទេចដូចគ្នាបាទនេះគឺជាដំណឹងមួយដែលខ្ញុំទើបតែទទួលបានបាទអរគុណច្រើនសូមជួយ share វីដេអូនេះបន្តផងបាទអរគុណច្រើន